នេះគូជា Cam Today ថ្ងៃនេះជាថ្ងៃទី25 ខែកក្កដាក្នុងរយៈពេល1ឆ្នាំការបង្ក្រាបអំពើច្បោកតាមប្រព័ន្ធបច្ចេកវិទ្យាបាននាំឲ្យសំណុំរឿងចំនួន268ត្រូវបញ្ជូនទៅតុលាការសំណុំរឿងទាំងនេះពាក់ព័ន្ធនឹងមុខសញ្ញាសង្ស័យជិត3000នាក់ដែលសមត្ថកិច្ចបានស្រាវជ្រាវនិងចាត់វិធានការតាមច្បាប់តាមការរាយការណ៍របស់ AKP News និង BTV News លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតចាត់ទុកលទ្ធផលនេះថាជាជំហានធំក្នុងការបង្ក្រាបបណ្ដាញច្បោកការបង្ក្រាបបណ្ដាញច្បោកតាមអ៊ីនធឺណិតបានឈានដល់ខួប1ឆ្នាំដោយមានសំណុំរឿង268ករណីនិងមុខសញ្ញាសង្ស័យជិត3000នាក់ត្រូវបាននាំមកចាត់ការតាមច្បាប់កាសែតភ្នំពេញប៉ុស្តិ៍រាយការណ៍ថាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានពិពណ៌នាកិច្ចប្រឹងប្រែងរបស់សមត្ថកិច្ចថាជាជំហានសំខាន់មួយទៅមុខភាគីពាក់ព័ន្ធត្រូវបានរំពឹងថានឹងបន្តតាមដានជំហានបន្ទាប់យ៉ាងជិតស្និទ្ធមន្ត្រីជំនាញក្រសួងបរិស្ថានបានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូកចំនួន2កន្លែងនៅខេត្តកំពតដែលត្រូវបានរាយការណ៍ថាបានប្រព្រឹត្តល្មើសនឹងច្បាប់បរិស្ថានប្រតិបត្តិការរបស់កសិដ្ឋានទាំងនេះក៏បានបង្កក្លិនមិនល្អរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជុំវិញក្រុមការងារជំនាញបានចុះពិនិត្យទីតាំងនិងកំណត់បញ្ហាដែលត្រូវដោះស្រាយសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តស៊ីម៉ាក់បានដាក់ចេញយុទ្ធសាស្ត្រថ្មីដើម្បីបង្កើនសុវត្ថិភាពប្រជាជនកម្ពុជាពីក្របយុទ្ធភ័ណ្ឌសង្គ្រាមដែលនៅសេសសល់ផែនការនេះផ្ដោតលើការស្ទង់ទីតាំងការកំណត់តំបន់មានហានិភ័យនិងការដោះស្រាយក្របយុទ្ធភ័ណ្ឌដោយអ្នកជំនាញប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នមិនប៉ះពាល់ឬផ្លាស់ទីវត្ថុសង្ស័យដែលអាចជាគ្រាប់មិនទាន់ផ្ទុះឡើយសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តតាមការរាយការណ៍របស់កម្ពុជា Investment Review សភាពាណិជ្ជកម្មកម្ពុជាបានបើកក្រុមការងារ GDAS PSF សម្រាប់ក្រុមហ៊ុននិងសមាគមអាជីវកម្មអន្តរជាតិមុនវេទិកាពេញអង្គលើកទី20ការរៀបចំនេះមានគោលបំណងប្រមូលសំណើនិងបញ្ហាប្រឈមពីវិស័យឯកជនដើម្បីលើកយកទៅពិភាក្សាក្នុងវេទិកាខាងមុខក្រុមការងារផ្ដល់ឱកាសឲ្យអ្នកវិនិយោគអន្តរជាតិបង្ហាញទស្សនៈនិងសំណើរបស់ខ្លួនតាមការចុះផ្សាយរបស់ Faber P Fashion ពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសអាស៊ានបានកើនឡើងប្រមាណ 21.8% ក្នុងឈ្នាទី1ឆ្នាំ2026បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនជាមួយសហភាពអឺរ៉ុបក៏កើនឡើងប្រមាណ 8% ផងដែរវិស័យពាក់ព័ន្ធកំពុងចាប់អារម្មណ៍លើផលប៉ះពាល់សេដ្ឋកិច្ចបន្ទាប់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននាំយកឱកាសការងារជាង 90,000 កន្លែងទៅជូនយុវជនអតិថិពលករនិងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមក្រៅពីមុខតំណែងការងារអ្នកចូលរួមក៏អាចស្វែងរកព័ត៌មានអំពីអាហារូបករណ៍និងអត្ថប្រយោជន៍សង្គមកម្មវិធីនេះមានគោលដៅជួយឲ្យប្រជាពលរដ្ឋស្វែងរកការងារសមស្របនិងបង្កើនជំនាញសម្រាប់អាជីពសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តនៅខេត្តស្វាយរៀងយុវជនមកពីគ្រួសារក្រីក្រនិងប្រជាពលរដ្ឋទូទៅជិត 4,000 នាក់បានទទួលការបណ្ដុះបណ្ដាលជំនាញតាមកម្មវិធី1.5 លានរបស់សម្ដេចធិបតីបន្ទាប់ពីបញ្ចប់វគ្គសិក្សាអ្នកចូលរួមជាច្រើនអាចយកជំនាញទៅប្រកបឬស្វែងរកការងារដែលមានចំណូលសមរម្យវគ្គបណ្ដុះបណ្ដាលផ្ដោតលើជំនាញដែលមានតម្រូវការក្នុងទីផ្សារការងារនិងសមស្របនឹងស្ថានភាពមូលដ្ឋានសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តតាមការរាយការណ៍របស់ The Portugal News កម្ពុជាត្រូវបានលើកឡើងថាជាប្រទេសដំបូងនៅអាស៊ីដែលសម្រេចបានសមិទ្ធផលសំខាន់មួយក្នុងការឆ្លើយតបនឹងមេរោគ AIDS ការលើកឡើងនេះពាក់ព័ន្ធនឹងវឌ្ឍនភាពក្នុងការកាត់បន្ថយការឆ្លងថ្មីនិងពង្រីកការទទួលបានសេវាព្យាបាលលទ្ធផលនេះពឹងផ្អែកលើការបង្ការការធ្វើតេស្តនិងការផ្ដល់ថ្នាំប្រឆាំងមេរោគជាបន្តបន្ទាប់សាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តក្រសួងបរិស្ថានបានបញ្ជាឲ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់បន្ទាប់ពីទទួលបានបណ្ដឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបសកម្មភាពបែបនេះអាចរំខានអ្នករស់នៅជិតខាងនិងប៉ះពាល់ដល់គុណភាពបរិយាកាសប្រសិនបើគ្មានការគ្រប់គ្រងត្រឹមត្រូវមន្ត្រីជំនាញត្រូវបានណែនាំឲ្យចុះពិនិត្យនិងចាត់វិធានការតាមបទបញ្ញត្តិបរិស្ថានសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តក្រសួងអប់រំយុវជននិងកីឡាបានផ្ដល់ឱកាសដល់សិស្សកម្ពុជាឲ្យចូលរួមទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរីតាមរយៈកម្មវិធី ME-NISTER តាមព័ត៌មានដែលបានផ្សព្វផ្សាយកម្មវិធីនេះមានគោលបំណងឲ្យសិស្សស្វែងយល់ពីបរិយាកាសសិក្សាបច្ចេកវិទ្យានិងបទពិសោធន៍អប់រំនៅក្រៅប្រទេសសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តសាលាធំសិក្សាតាំងក្រសៅទទួលបានអគារសិក្សាថ្មីមួយខ្នងដើម្បីបង្កើនលទ្ធភាពសិក្សាសម្រាប់សិស្សនិងគ្រូអគារថ្មីនេះផ្ដល់កន្លែងរៀនដែលមានសុវត្ថិភាពសមរម្យនិងអាចប្រើប្រាស់បានយូរអង្វែងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនឹងជួយកាត់បន្ថយការខ្វះខាតបន្ទប់រៀននិងបង្កើតបរិយាកាសល្អប្រសើរសម្រាប់ការបង្រៀននិងការរៀនសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីបានប្រោសប្រទានព្រះរាជទានលើកលែងទោសបន្ថែមដល់លោកកឹមសុខាដែលអនុញ្ញាតឲ្យលោកអាចធ្វើដំណើរចេញទៅក្រៅប្រទេសបាន BTV News និង Disda បានរាយការណ៍ពីការបើកផ្លូវសម្រាប់ការធ្វើដំណើរនេះខណៈ Cambodianese បានបញ្ជាក់ថាការហាមឃាត់ពាក់ព័ន្ធនឹងសកម្មភាពនយោបាយនៅតែមានសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តសម្ដេចធិបតីហ៊ុនម៉ាណែតបានណែនាំឲ្យស្ថាប័នពាក់ព័ន្ធនិងប្រជាពលរដ្ឋត្រៀមខ្លួនឆ្លើយតបចំពោះផលប៉ះពាល់ដែលអាចកើតមានពីបាតុភូតធម្មជាតិអែលនីញ៉ូបាតុភូតនេះអាចបង្កឲ្យមានការប្រែប្រួលសីតុណ្ហភាពភ្លៀងធ្លាក់មិនទៀងទាត់និងស្ថានភាពរងស្ងួតនៅតំបន់មួយចំនួនសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ចូលទិន្នន័យមុខសញ្ញាជនបរទេសថ្មីបន្ថែមជិត 30,000 នាក់ទៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានតាមការរាយការណ៍របស់ BTV News ការងារនេះជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យនិងពង្រឹងការគ្រប់គ្រងជនបរទេសនៅកម្ពុជាសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្ត
តាមការផ្សព្វផ្សាយរបស់វិបផលព័ត៌មានអេឡិចត្រូនិកខេត្តដាក់ឡាក់នគរបាលខេត្តដាក់ឡាក់និងខេត្តមណ្ឌលគិរីបានរៀបចំកិច្ចប្រជុំបូកសរុបកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខនិងសណ្ដាប់ធ្នាប់នៅតំបន់ព្រំដែនភាគីទាំងពីរបានពិនិត្យលទ្ធផលការងារកន្លងមកការសម្របសម្រួលរវាងស្ថាប័ននិងការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តធនាគារជាតិនៃកម្ពុជាកំពុងផ្សព្វផ្សាយឲ្យភ្ញៀវទេសចរអន្តរជាតិប្រើប្រាស់កម្មវិធី Bekong Tourist App សម្រាប់ទូទាត់ប្រាក់នៅពេលធ្វើដំណើរក្នុងប្រទេសកម្ពុជាកម្មវិធីនេះអាចជួយសម្រួលការទូទាត់តាមប្រព័ន្ធ Digital និងកាត់បន្ថយការពឹងផ្អែកលើសាច់ប្រាក់ភ្ញៀវអាចប្រើប្រាស់វានៅតាមទីតាំងដែលទទួលការទូទាត់តាម Bekong ដោយផ្ដោតលើភាពងាយស្រួលនិងសុវត្ថិភាពវិស័យទេសចររំពឹងថាចំណាត់ការនេះនឹងជួយបង្កើនចលនាភ្ញៀវបន្ថែមក្រសួងបរិស្ថានកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍ជាប់តំបន់ការពារធម្មជាតិកោះដូនតេដើម្បីបង្កើនសមត្ថភាពទទួលភ្ញៀវនិងទាក់ទាញទេសចរការងារនេះមានគោលដៅធ្វើឲ្យការចូលទស្សនាតំបន់ធម្មជាតិមានភាពងាយស្រួលនិងមានរបៀបរៀបរយខណៈជួយបង្កើតឱកាសចំណូលសម្រាប់សហគមន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិងសេវាចាំបាច់នឹងគាំទ្រការរៀបចំសកម្មភាពទេសចរដោយមានការទទួលខុសត្រូវកម្ពុជាបានកំណត់តំបន់អភិរក្សនិងការពារថ្មីមួយដើម្បីជួយស្ដារនិងរក្សាប្រភេទក្រពើសៀមដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជតំបន់នេះស្ថិតនៅក្នុងឧទ្យានជាតិភ្នំក្រវាញនៃខេត្តពោធិ៍សាត់ដែលជាជម្រកធម្មជាតិសំខាន់សម្រាប់ប្រភេទសត្វកម្រនេះសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តបើលោកអ្នកចង់គាំទ្រកម្មវិធីនេះសូមតាក់ទងមកក្រុមការងាររបស់យើង